ឃើញមានលក្ខណៈប្លែកគ្នាដោយនំចាំងគាត់ប្រើស្លឹកអាស័យក្នុងការវិចនំចាំងហើយចំពោះ snow គឺយើងឃើញថា snow គាត់មានច្រើនបែបមានទាំង snow ផ្អែម snow ប្រៃគឺមានទម្រង់លក្ខណៈប្លែកពីយើងនៅព្រឹកថ្ងៃទី17ខែមិថុនាឆ្នាំ2026សាកលវិទ្យាល័យភូមិន្ទវិទ្យាសិល្បៈបានសហការជាមួយមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍវិទ្យាស្ថានគង់ជឿនៃរាជបណ្ឌិតស្ពេកម្ពុជាក្រុមយុវជនស្ម័គ្រចិត្តភូមិភាគស្វយ័តខ្វាងស៊ីនិងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនរៀបចំពិធីផ្លាស់ប្តូរវប្បធម៌កម្ពុជាចិនមួយប្រកបដោយអត្ថន័យដែលផ្ដោតលើប្រពៃណីសែននំចាំងរបស់ជនជាតិចិនដែលជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃនិងត្រូវបានបន្តអភិរក្សរហូតមកដល់ពេលបច្ចុប្បន្នលោកស្រីវ៉ាងយ៉ាហ៊ុយប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាបានគូបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្តូរវប្បធម៌និងការសិក្សារៀនសូត្រពីអរិយធម៌ទៅវិញទៅមកដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការពង្រឹងចំណងមិត្តភាពនិងការយល់ដឹងរវាងប្រជាជនកម្ពុជានិងចិនកម្មវិធីនេះមិនត្រឹមតែជាការបង្ហាញអំពីភាពសម្បូរបែបនៃវប្បធម៌ប្រពៃណីនៃប្រទេសទាំងពីរប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាវេទិកាសម្រាប់យុវជនជំនាន់ក្រោយក្នុងការឆ្វេងយល់អភិរក្សនិងបន្តផ្សព្វផ្សាយតម្លៃវប្បធម៌ដ៏ល្អផូរផង់ទាំងនេះផងដែរលោកស្រីបន្ថែមថាចំណុចពិសេសនៃកម្មវិធីគឺការបង្ហាញនិងការអនុវត្តផ្ទាល់នៅសិល្បៈវិចអន្សមរបស់ខ្មែរនិងការវិចនំចាំងរបស់ចិនដែលជានិមិត្តរូបនៃប្រពៃណីនិងជីវភាពរស់នៅរបស់ប្រជាជនប្រទេសទាំងពីរអ្នកចូលរួមបានសិក្សាពីប្រវត្តិអត្ថន័យនិងវិធីសាស្ត្ររៀបចំម្ហូបអាហារប្រពៃណីទាំងនេះដែលឆ្លុះបញ្ចាំងពីគុណតម្លៃនៃការគោរពបុព្វបុរសការរួបរวมគ្រួសារនិងការរក្សាអត្តសញ្ញាណវប្បធម៌ជាតិលោកផេងស៊ីថាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទវិទ្យាសិល្បៈតំណាងដល់ខ្ពង់ខ្ពស់អាដាមបណ្ឌិតហេងសុផាន់ឌីសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិទ្យាសិល្បៈបានថ្លែងថាការរៀបចំពិធីផ្លាស់ប្តូរវប្បធម៌កម្ពុជាចិននៅពេលនេះគឺជាការរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជនក៏ដូចជាការលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជានិងចិនតាមរយៈសកម្មភាពជាក់ស្ដែងទាំងនេះមិត្តភាពជាប្រពៃណីរវាងប្រទេសយើងទាំងពីរនឹងបន្តរីកចម្រើនកាន់តែរឹងមាំនិងបង្កើតឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌អប់រំនិងការផ្លាស់ប្តូរយុវជននាពេលអនាគតលោកបណ្ឌិតជាមនីរិទ្ធប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានជម្រាបជូនថាតាមរយៈកម្មវិធីនៅថ្ងៃនេះអង្គពិធីក៏បានយល់ដឹងអំពីពិធីបុណ្យសែននំចាំងឬ Dragon Ball Festival ដែលជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ប្រជាជាតិចិនផងដែរពិធីនេះត្រូវបានប្រារព្ធឡើងដើម្បីរំលឹកនិងគោរពដល់លោកឈីយៀនដែលជាអ្នកប្រាជ្ញអ្នកនិពន្ធនិងមន្ត្រីស្មោះត្រង់មួយរូបនៃនគរឈូដែលបានលះបង់ខ្លួនដើម្បីជាតិនិងបានរួមចំណែកធំធេងដល់វប្បធម៌និងអរិយធម៌ចិនទន្ទឹមនេះការប្រណាំងទូកនាគដែលជាផ្នែកដ៏សំខាន់នៃពិធីបុណ្យក្នុងការបង្ហាញពីស្មារតីសាមគ្គីភាពការសហការគ្នានិងកម្លាំងរួបរวมរបស់ប្រជាជនចិនផងដែរខ្ញុំយល់ឃើញថាកម្មវិធីនេះគឺជាកម្មវិធីមួយដែលល្អដែលជួយចែករំលែកឲ្យសិស្សនិស្សិតយើងបានស្វែងយល់ពីវប្បធម៌ចិនដើម្បីបង្កើតនៅចំណេះដឹងពួកគាត់ស្វែងយល់បន្ថែមទៀតឃើញមានលក្ខណៈប្លែកគ្នាដោយនំចាំងគាត់ប្រើស្លឹកអាស័យក្នុងការវិចនំចាំងហើយចំពោះ snow គឺយើងឃើញថា snow គាត់មានច្រើនបែបមានទាំង snow ផ្អែម snow ប្រៃគឺមានទម្រង់លក្ខណៈប្លែកពីយើងប៉ុន្តែក្នុងការប្រើប្រាស់អង្ករគឺយើងប្រើប្រាស់អង្ករដំណើបដូចគ្នាខ្ញុំគិតថាកម្មវិធីនឹងល្អហើយធ្វើឲ្យយុវជនកម្ពុជាមួយចិនគឺផ្សារជាប់តំណែងគ្នាបានល្អសម្រាប់ខ្ញុំចង់ឲ្យកម្មវិធីនឹងរៀបចំនៅលើកក្រោយទៀតដើម្បីឲ្យយុវជនយើងជំនាន់ក្រោយបានចូលដឹងពីប្រទេសទាំងពីរបង